ជំរាបសួរអ៊ំពូមីងនិងបងប្អូនទាំងអស់គ្នាថ្ងៃនេះខាងខ្ញុំបាទបានមកដំណើរកំសាន្តលក្ខណៈ solo បងប្អូនបានគឺតែឯងទេបងប្អូនហើយមួយវិញទៀតសោតឃើញថាទិដ្ឋភាពក៏ដូចជាទេសភាពគឺស្អាតមែនតើឡើងស្រស់បំព្រងលក្ខណៈធម្មជាតិហើយបើសិនជាខាងបងប្អូនគ្រាន់តែថាចេញប៉ុណ្ណេះណាបើសិនជាអ្នកខេត្តរតនគិរីនៃក្រុងបាឡុងរបស់យើងប្រហែលជាអាចដឹងថាតំបន់នេះនៅម្ដុំណាតែចំពោះខាងបងប្អូនដែលកំពុងតែទស្សនាប្រកាសជាកំពុងតែទាយណាអរគុណបាទនេះគឺជាទឹកជ្រោះផ្ដាំស្នេហ៍នៅក្នុងខេត្តរតនគិរីអូហូទេសភាពវិញឡើងខប់សេរីតែម្ដងខាងខ្ញុំបាទទៅឲ្យមិនចិនណាយបងប្អូនដោយសារតែបរិយាកាសល្អទេសភាពស្អាតហើយទិដ្ឋភាពមួយផ្នែកគេណាដាក់មកនិយាយពីថាឡើងឆ្វាំងត្រជាក់ភ្នែកតែម្ដងធ្វើឲ្យខាងខ្ញុំបាទនេះមានអារម្មណ៍មួយថាស្រស់ស្រាយណាស់ហើយបើសិនជាខាងបងប្អូនយើងគិតថាចង់បានកន្លែងដំណើរកម្សាន្តនៅក្នុងខេត្តរតនគិរីប៉ុន្តែអត់ទាន់ដឹងថាទៅណាបាទអញ្ចឹងខាងខ្ញុំបាទ recommend នេះណាបងប្អូននៅទីនេះគឺថាអួយល្អមែនតើហើយបើសិនជាខាងបងប្អូនយើងទៅលក្ខណៈមួយថា 4-10 នាក់ទៀតរត់តែអែមហើយបើមកលក្ខណៈ solo ដូចខាងខ្ញុំបាទចេះណាធានាជូនបងប្អូនណា relax បែបម្នាក់ឯងអរគុណអញ្ចឹងថ្ងៃនេះគឺបំណិនជីវិតរបស់ខាងខ្ញុំបាទបានមកលេងនៅទឹកជ្រោះផ្ដាំស្នេហ៍ដើម្បីបង្កើននៅបរិយាកាសជូនសម្រាប់ខាងបងប្អូនដែលកំពុងតែទស្សនាវីដេអូចេញពីវីដេអូរបស់ខាងខ្ញុំបាទដល់ផ្ទាល់តែម្ដងបាទដើម្បីយើងទទួលបាននៅជាមួយនឹងទិដ្ឋភាពក៏ដូចជាទេសភាពយ៉ាងស្រស់បំព្រងលក្ខណៈបែបអញ្ចឹងបងប្អូនទស្សនាឲ្យមិនចិនណាយបងប្អូនឲ្យទឹកឡើងថ្លាឆ្វង់ឲ្យទៅចំពេលដែលទឹកឡើងទឹកខ្លាំងមែនតើណាបងប្អូនធ្លាក់ហូរមកឡើងវូតែម្ដងធ្វើឲ្យខាងខ្ញុំបាទនេះមានអារម្មណ៍ថា relax តែម្ដងណាបងប្អូនទិដ្ឋភាពវិញអូញាក់សាយហើយបើដែលសំខាន់បងប្អូនហើយធានាជូនថាទិដ្ឋភាពបែបនេះគឺថតស្រស់ស្អាតណាស់បងប្អូនទឹកជ្រោះនៅក្នុងខេត្តរតនគិរីរបស់យើងណានិយាយពីថាលាក់ខ្លួននេះប៉ុន្តែបើដែលសំខាន់គឺថាស្អាតខ្លាំងមែនតើហើយត្រូវជាមួយនឹងខាងបងប្អូនប្រជាពលរដ្ឋក៏ដូចជាខាងបងប្អូនភាគច្រើនដែលគាត់ទៅលេងនៅទីនោះណាព្រោះខាងខ្ញុំបាទនឹងទៅតែឯងទេប៉ុន្តែសម្រាប់ខាងបងប្អូនដែលគាត់ទៅមានគ្នានៅមកបែកខាងក្រោមអត់ហ៊ានផ្ដិតយករូបភាពគេដោយសារអីបាទព្រោះថាតាក់ទងទៅលើឯកជនភាពបាទដល់ពេលអញ្ចឹងយកតែខ្លួនឯងទេបងប្អូនហើយអ្វីដែលសំខាន់យើងឃើញទឹកធ្លាក់ឃើញទឹកជ្រោះបាទហើយ admin ឆ្លៀតបញ្ចេញរូបភាពคลิกតិចហ្នឹងលក្ខណៈមួយថាច្បិចយើងប៉ុណ្ណេះដើម្បីចែករំលែកជូនដល់ខាងបងប្អូនយើងកាលណាដែលយើងចេះច្បិចរូបបាទធ្វើឲ្យជាមួយនឹងវីដេអូរបស់យើងកាន់តែមានជាមួយនឹងសោភ័ណភាពតាក់ទាញទៅលើនៃចំណុចសំខាន់នេះចឹងណាហើយបើនិយាយពីតាក់ទងទៅលើនៃផ្កានៅទីនោះវិញអូយស្រស់ស្អាតណាស់បើសិនជាខាងបងប្អូនយើងគយគុណឲ្យមិនចិនណាយសោះតែម្ដងព្រោះខាងខ្ញុំបាទចែករំលែកនេះគឺចង់ឲ្យខាងពុកម៉ែបងប្អូនបានស្គាល់ទាំងអស់គ្នាជាមួយនឹងតំបន់រមណីយដ្ឋានទឹកជ្រោះផ្ដាំស្នេហ៍យ៉ាបាទ admin លើកដៃឲ្យមួយបងប្អូនបាទអញ្ចឹងបានន័យថា admin គឺសប្បាយចិត្តនៅក្នុងការចែករំលែកអរគុណនិយាយទៅគឺថាតាក់ទងទៅលើនៃការចែករំលែកកន្លែងតំបន់រមណីយដ្ឋានហ្នឹងគឺទុកចិត្តលើ admin ចោះហើយបើសិនជាខាងខ្ញុំបាទតាក់ទងទៅលើនៃការបង្ហាញនេះទៅដើម្បីតាក់ទាញភ្ញៀវទេសចរមកលេងកាន់តែច្រើននៅក្នុងខេត្តរតនគិរីព្រោះថាខេត្តរតនគិរីគឺជាតំបន់អេកូទេសចរលក្ខណៈធម្មជាតិបងប្អូនមកមិនចិនណាយទេបងប្អូនឲ្យបរិយាកាសល្អណាស់ហើយទិដ្ឋភាពទេសភាពវិញអូហូស្រស់បំព្រងតែម្ដងបើនិយាយពីថាទឹកហូរទឹកធ្លាក់ទឹកពីលើខាងក្រោមអូគឺថាថ្លាឆ្វង់ខាងខ្ញុំបាទគឺថាប៉ែតតៃគ្រប់នៃកលៈទេសៈណាហើយមកឃើញផ្កាព្រៃបងប្អូនណាដល់ពេលអញ្ចឹងទៅយើងថតផ្ដិតយករូបភាពស្អាតៗនឹងជូនដល់ខាងបងប្អូននៅក្នុងការទស្សនាតែម្ដងហើយបរិយាកាសមកផ្នែកទឹកជ្រោះមកបរិយាកាសមកផ្នែកទឹករមៀលបែរមកបែកនៅខាងលើក៏ដូចជាទឹកវិញនិយាយទៅគឺថាលក្ខណៈមួយថាគ្រប់ជ្រុងគឺទេសភាពស្អាតខ្លាំងមែនតើហើយនេះដូចក្បាលកោះអញ្ចឹងណាបងប្អូនតែដុំនឹងតូចទេណាបងប្អូនបានដុះនៅកណ្ដាលទឹកដល់ពេលអញ្ចឹងឃើញផ្ដិតយករូបភាពជូនដល់ខាងបងប្អូនឃើញទេបងប្អូនហើយមកបែកណាក៏ស្អាតដែរហើយទិដ្ឋភាពបែបនេះណាបងប្អូនគឺត្រជាក់ភ្នែកណាស់ខាងខ្ញុំបាទឃើញហើយមានអារម្មណ៍មួយថាគឺស្រស់ស្រាយហើយចែករំលែកជូនដល់ខាងបងប្អូនឲ្យស្គាល់ពីទិដ្ឋភាពបែបនេះដើម្បីឲ្យខាងបងប្អូនយើងឃើញចាប់អារម្មណ៍មកលេងកំសាន្តទាំងអស់គ្នាគាត់ថា admin កវាយហ្នឹងគាត់ថាច្បិចយករូបភាពតិចហ្នឹងដើម្បីចែករំលែកជូនដល់ខាងបងប្អូនព្រោះថានៅក្នុងខេត្តរតនគិរីគឺមានតំបន់រមណីយដ្ឋានច្រើនទៀតហើយបើសិនខាងបងប្អូនយើងគ្រប់គ្រងណាចូលទៅ follow ឲ្យ admin អ្នកមួយផងដើម្បីយើងទទួលបាននូវវីដេអូថ្មីរាល់ជាមួយនឹងខាងខ្ញុំបាទ upload ជូនជាពិសេសតាក់ទងទៅលើនៃការដំណើរកំសាន្តបន្តតែម្ដងបើសិនជាខាងបងប្អូនយើងគិតថាចង់ដំណើរកំសាន្តជាមួយនឹង admin បាទគ្រាន់តែថាណាប់ admin មកថ្ងៃណា admin តនេនេះគឺថាបោះដៃទៅតែម្ដងមានកន្លែងស្អាត complete ណា comment ម្នាក់មួយផងដើម្បីយើងទទួលបាននៅជាមួយនឹងវីដេអូថ្មីប្រចាំថ្ងៃដើម្បីផ្ដល់ជូនដល់ខាងលោកអ្នកនៅក្នុងការទស្សនាវីដេអូបន្តហើយនេះគឺជាទិដ្ឋភាពមុនដែលយើងទៅដល់ទឹកជ្រោះផ្ដាំស្នេហ៍បងប្អូនឆ្លងកាត់នៅបឹងបរីនឹងហើយដែលគេហៅថាជាបឹងមួយដែលហូរទៅទឹកជ្រោះផ្ដាំស្នេហ៍
ហ្នឹងណាបងប្អូននិយាយពីថាទស្សនភាពកន្លែងនេះក៏ស្អាតដែរបងប្អូនញាក់សាច់ហើយបើដែលសំខាន់បងប្អូនទស្សនភាពវិញដូចសមុទ្រចឹងណាអរគុណខាងខ្ញុំបាទឲ្យអួយតែម្ដងកន្លែងដំណើរកំសាន្តអញ្ចឹងសូមកុំភ្លេចមកដំណើរកំសាន្តទាំងអស់គ្នាខេត្តរតនគិរីទទួលស្វាគមន៍ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិកុំភ្លេច follow admin ម្នាក់មួយផងណាបាននៅវីដេអូថ្មីៗប្រចាំថ្ងៃដើម្បីទទួលបាននៅជាមួយនឹងការ relax តាមរយៈវីដេអូពីខាងខ្ញុំបាទ upload ជូនដល់ខាងបងប្អូនអរគុណច្រើនអត់មានអីច្រើនទេបាយបាយ